วิธีการเปลี่ยนมหาริมอสโบนมหาริประเภทหนึ่งจำนวนเศษมวลខ្ញុំនឹងចែករំលែកតិចៗខ្លះៗជូនដល់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនស្ត្រីកុំភ្លេច share វីដេអូនេះទុកសម្រាប់វិធីទី1បងប្អូនត្រូវតែមានការចាក់វ៉ាក់សាំងការពារមហារីកមូសបូននិងបញ្ហាសេកមាន់ឲ្យបានគ្រប់ចំនួនសម្រាប់ទី2បងប្អូនត្រូវតែពិនិត្យសុខភាពមូសបូនបងប្អូនយ៉ាងតិច1ឆ្នាំម្ដងសម្រាប់ទី3សម្រាប់អ្នកដែលមានដៃគូរួមភេទច្រើនត្រូវតែការពារពាក្យស្រោមកំឡុងពេលរួមភេទសម្រាប់ទី4បងប្អូនត្រូវតែយល់ដឹងពីការអនាម័យទៅនឹងប្រភេទអនាម័យសុខភាពស្ត្រីឲ្យបានត្រឹមត្រូវនិងឲ្យបានល្អបំផុតសម្រាប់ទី5បងប្អូនដែលកុំឆាប់រួមភេទទាំងអាយុវ័យក្មេងពេកណាប្រយ័ត្នប្រឈមមួយបញ្ហាមហារីកមូសបូនសម្រាប់ទី6បងប្អូនកុំជក់បារីកុំផឹកស្រាកុំប្រើគ្រឿងញៀនជាពិសេសបងប្អូនស្រីទី7គឺបងប្អូនត្រូវតែមានការហាត់ប្រាណឲ្យបានទៀងទាត់ហើយសម្រាប់ទី8បងប្អូនត្រូវតែជ្រើសរើសអាហារជាមួយសុខភាពឲ្យបានត្រឹមត្រូវហើយនឹងឲ្យបានទៀងទាត់ទៅព្រោះយើងជាមនុស្សស្រីនៅជាពិសេសស្ត្រីនៅវ័យអស់រដូវបើសិនជាយើងអត់មានញ៉ាំអាហារជាមួយសុខភាពជាមួយអរម៉ូនទេបងប្អូនសុខភាពយើងអត់អាចល្អប្រឈមមួយបញ្ហាច្រើនខ្លាំងមែនទែនហើយសម្រាប់ទី10គឺបងប្អូនគេងឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាពិសេសកុំគិតច្រើនកុំ stress ច្រើននេះគឺជាតិចនិចខ្លះៗជូនដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហារោគស្ត្រីក៏ដូចជាបងប្អូនការពារកុំឲ្យមានបញ្ហាមហារីកឬក៏បញ្ហាសិកមុននៅថ្ងៃអនាគត